ระทรวงการบรเตสធ្វើបទបង្ហាញជូនបណ្ដាអង្គទូតបរទេសនិងទីភ្នាក់ងារអសបប្រចាំកម្ពុជាអំពីការវិវត្តថ្មីៗនៃសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃភ្នំពេញក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជានៅរសៀលថ្ងៃទី25ខែធ្នូឆ្នាំ2025នេះបានធ្វើបទបង្ហាញជូនបណ្ដាអង្គទូតបរទេសនិងទីភ្នាក់ងារអសបប្រចាំកម្ពុជាអំពីការវិវត្តថ្មីៗនៃសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃកិច្ចប្រជុំអំពីការធ្វើបទបង្ហាញនេះដឹកនាំដោយលោកនងសាកលអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសដោយមានការចូលរួមពីបណ្ដាអង្គទូតបរទេសនិងទីភ្នាក់ងារអសបប្រចាំកម្ពុជាសរុបចំនួន24ជំនួបនេះបានធ្វើឡើងខណៈដែលកងទ័ពថៃកំពុងឈ្លានពានកម្ពុជាជាលើកទី2ដោយវាយប្រហារយ៉ាងខ្លាំងក្លាដោយមិនរើសគោលដៅនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងបានចូលជ្រៅមកក្នុងទឹកដីកម្ពុជារបាយការណ៍របស់ក្រសួងការពារជាតិបានឲ្យដឹងថាគិតចាប់ពីថ្ងៃទី7ខែធ្នូមកដល់ពេលនេះមានពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាចំនួន30នាក់ហើយដែលបានស្លាប់និង87នាក់ទៀតរងរបួសពីការវាយប្រហារមិនរើសគោលដៅរបស់ថៃខណៈដែលមានជនភៀសសឹកសរុប636,679 នាក់ក្នុងនោះស្ត្រី331,8500 នាក់និងកុមារ202,455 នាក់ជារៀង